សួរពុកម៉ែបងប្អូនចាមានបងប្អូនយើងមួយចំនួនគាត់បានសួរនាងខ្ញុំថាសម្លៀកបំពាក់ដែលនាងខ្ញុំស្លៀកចូលកម្មវិធីរកដងហ្នឹងថាតើពេញស្រាប់ជួលឬមួយក៏កាត់ដោយសារតែភាគច្រើនឃើញស្លៀកម៉ូដប្លែកៗផ្សេងៗគ្នារហូតអញ្ចឹងណាបងប្អូនសម្រាប់នាងខ្ញុំគឺមានទាំង3ប្រភេទហ្នឹងតែម្ដងបងប្អូនបើកាលពី10ឆ្នាំជាង10ឆ្នាំមុនអាហ្នឹងគឺខ្ញុំជួលដោយសារតែពីមុនសម្លៀកបំពាក់ដែលយើងកាត់គឺវាចំណាយលុយច្រើនថ្លៃបងប្អូនប៉ុន្តែបច្ចុប្បន្ននេះភាគច្រើនគឺវាស់កាត់ដោយសារតែយើងអាចជ្រើសរើសពណ៌និងច្នៃម៉ូដទៅតាមអ្វីដែលយើងចង់បានណាបងប្អូនឥឡូវយើងចូលមកសាច់ការកម្មវិធីវិញនេះគឺជាពិធីប្រកាសដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិកសកលដែលជាកិច្ចសហការរវាងក្រុមហ៊ុនវីរៈប៊ុនថាំនិងក្រុមហ៊ុន Azania សិង្ហបុរីសម្រាប់កិច្ចសហការនេះគឺមានគោលបំណងជួយគាំទ្រដល់សមត្ថភាពក្នុងការដឹកជញ្ជូនអន្តរជាតិថ្មីៗរបស់ក្រុមហ៊ុនវីរៈប៊ុនថាំនិងជួយបើកផ្លូវឲ្យមានលំហូរខ្សែដឹកជញ្ជូនជាបន្តបន្ទាប់តាមរយៈការបំពេញបន្ថែមសមត្ថភាពប្រតិបត្តិការឲ្យគ្នាទៅវិញទៅមកដើម្បីភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរួមមានសហរដ្ឋអាមេរិកចក្រភពអង់គ្លេសអឺរ៉ុបនិងបណ្ដាប្រទេសគោលដៅជាច្រើនទៀតបងប្អូនហើយនាងខ្ញុំពិតជាអរគុណមែនទែនទៅដល់ក្រុមហ៊ុនវីរៈប៊ុនថាំដែលតែងតែទុកចិត្តនិងផ្ដល់ឱកាសឲ្យនាងខ្ញុំបានធ្វើជាពិធីការនីម្ដងហើយម្ដងទៀតក៏អរគុណទៅដល់ក្រុមការងារដូចគ្នាដែលសហការយ៉ាងល្អនិងធ្វើឲ្យកម្មវិធីដំណើរការទៅដោយរលូន